បងស្រីមានរឿងអ្វីទៀតហើយចាឥឡូវខ្ញុំមានរឿងដែលខ្ញុំអត់ទាន់បានប្រាប់បងប្អូនជាពលរដ្ឋទាំងអស់គ្នាដែលមកគាត់ឆ្ងល់ណារឿងកសោវិច័យកសោវិច័យខាងអង្គការ CPU គាត់មើលមែនគឺគាត់មើលច្បាស់គាត់ឃើញក្មួយខ្ញុំទឹកដក់នៅស៊ូតបើខ្ញុំហៅគេម្នាក់ដែលមកមុនពេទ្យមុនគាត់មើលដែរប៉ុន្តែគាត់មើលអត់មានឃើញអីទេអត់ឃើញថាក្មួយខ្ញុំឈឺអីក៏គ្មានស្លាកស្នាមដែលថាក្មួយខ្ញុំកើតអីដែលស្លាប់ហ្នឹងអញ្ចឹងគាត់សុំឲ្យខ្ញុំហ្នឹងស្នើខាងអង្គការមកគេថាបើសិនជាបានអង្គការមកយើងក៏បានជំនួយមកដែរគេឲ្យ$100ពេលដែលគេធ្វើហ្នឹងដល់ពេលអញ្ចឹងខ្ញុំក៏ថាអត់អីទេព្រោះខ្ញុំដឹងថាយើងអត់មានខុសអីទេយើងក៏បានស្នើគាត់មកដល់ពេលគាត់មកគាត់ក៏ឃើញទឹកដក់នៅស៊ូតគឺគាត់ប្រកែមែនគាត់មើលឃើញទឹកដក់នៅស៊ូតតែខ្ញុំឆ្ងល់ត្រង់ថាមូលហេតុអីបើខាងអង្គការគាត់មើលឃើញទឹកដក់នៅស៊ូតអ្នកសរសេរក្តាស់នេះមិនបានគាត់សរសេរនៅក្នុងនឹងអត់ដាក់ទឹកដក់នៅក្នុងស៊ូតពេលដែលខ្ញុំយកក្តាស់ខ្សោវិច័យហ្នឹងពេលដែលគាត់បកគលសាកសពខ្ញុំឲ្យខ្ញុំដែលយកទៅធ្វើបន់នេះគាត់បាននិយាយប្រាប់ថាស្លាប់ដោយសារទឹកដក់នៅក្នុងស៊ូតពេលដែលគាត់ហុចក្តាស់ខ្សោវិច័យហ្នឹងតែខ្ញុំគាត់បានមើលដែរថាក្តាស់នៅក្នុងហ្នឹងគឺគាត់សរសេរដាក់ថាស្លាប់ដោយសារធុងទឹកខ្ញុំអត់បានចាប់អារម្មណ៍ទេព្រោះខ្ញុំម្ល៉េះប្រញាប់ថាយកក្មួយខ្ញុំធ្វើបន់អញ្ចឹងពេលដែលខ្ញុំទទួលក្តាស់ហ្នឹងខ្ញុំថាសួរក្មួយខ្ញុំស្លាប់ដោយសារអីគាត់ថាទឹកដក់នៅស៊ូតអញ្ចឹងខ្ញុំសួរមូលហេតុអីក្តាស់ហ្នឹងចេញមកបែរជាដាក់ថាទឹកលងទឹកធុងអត់ស្លាប់ដោយសារធុងទឹកអញ្ចឹងខ្ញុំអត់សុខចិត្តឡើយហ្នឹងហើយក្តាស់ហ្នឹងគឺមិនមែនឈ្មោះខាងអង្គការទេអ្នកដែលពាក់ព័ន្ធគឺគាត់មើលនៅក្នុងក្តាស់ហ្នឹងទៅចាំខ្ញុំដាក់ក្នុងក្តាស់ហ្នឹងកាត់ឲ្យមើលថាអត់មានឈ្មោះទេអញ្ចឹងខ្ញុំសួរមូលហេតុអីអង្គការបើគាត់ឃើញទឹកដក់នៅស៊ូតអ្នកដែលសេក្តាស់នេះសមត្ថកិច្ចខាងសមត្ថកិច្ចឲ្យពេទ្យដែលមកអត់មើលពិនិត្យអត់ឃើញនេះបែរជាគាត់ដាក់ថាក្មេងស្លាប់ដោយសារធុងទឹកវិញអញ្ចឹងខ្ញុំចង់មានសំណុំពរប៉ុណ្ណឹងអញ្ចឹងសូមជួយរកយុត្តិធម៌មកឲ្យខ្ញុំវិញហើយចេញមកបកស្រាយស្លាប់អីឲ្យច្បាស់លាស់ព្រោះខ្ញុំចង់បានបងខ្ញុំមកវិញខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណច្រើននិយាយពីប៉ុណ្ណឹងណាចាឥឡូវចេះទៀតមួយទៀតថ្ងៃដែលក្មួយខ្ញុំស្លាប់ហ្នឹងគឺក្មួយខ្ញុំមុនដែលស្លាប់ហ្នឹងគឺក្មួយខ្ញុំម្លាក់តងសិតតាំងពីជ្រុះផ្សិតមកគឺក្មួយខ្ញុំម្លាក់រហូតផ្សិតហ្នឹងគឺលួយអស់ហើយខ្ញុំមានវីដេអូអញ្ចឹងខ្ញុំដាក់វីដេអូឲ្យមើលដូចគ្នាព្រោះដល់ថ្ងៃស្លាប់ហ្នឹងគឺផ្សិតហ្នឹងវាជាដែរគាត់ថាវាមិនទាន់ជាសះមែនទេហើយថ្ងៃដែលគាត់ស្លាប់ហ្នឹងគឺយើងគិតថាគាត់អត់ឈឺអីមកពីគាត់អត់បានក្តៅខ្លួនអត់មានក្តៅខ្លួនទេប៉ុន្តែអាលាកផ្សិតហ្នឹងគឺអាលួយអស់ហើយអញ្ចឹងខ្ញុំសុំសំណុំពរឡើយហ្នឹងអញ្ចឹងខ្ញុំមានផុសតាំងគ្រប់គ្រាន់តែខ្ញុំហ៊ានធានាអាងជាបងប្អូនថាបងខ្ញុំអត់បានសម្លាប់កូនបើសិនជាគេសម្លាប់កូនមែនគេមិនមែនហៅខ្សោវិច័យហើយគេហៅអ្នកសារព័ត៌មានឲ្យមកផ្សាយទេថាចង់ដឹងថាក្មួយគេឈឺអីទេចាតែប៉ុណ្ណឹងបងស្រីណាអស់ហើយ